ពិធីសម្ពោធថ្ងៃនេះគឺយើងធ្វើនៅក្នុងពេលប្រហែលជា2សប្តាហ៍ទៀតមុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនអាដាមប្រធានាធិបតីស៊ីជីនពីងនឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅក្នុងគម្រោងទស្សនកិច្ចផ្លូវការ3ប្រទេសម៉ាឡេស៊ីវៀតណាមនិងកម្ពុជាដែលបង្ហាញអំពីភាពរឹងមាំនៃមិត្តភាពរបស់កម្ពុជាចិននៅក្នុងរយៈនេះគឺឃើញមានការអត្ថាធិប្បាយផ្សេងកសែតផ្សេងអំពីទំនាក់ទំនងកម្ពុជាចិនដែលគេបានអត្ថាធិប្បាយថាទំនាក់ទំនងកម្ពុជារដ្ឋាភិបាលជាពិសេសរដ្ឋាភិបាលថ្មីរបស់កម្ពុជាជាមួយនឹងរដ្ឋាភិបាលចិនគឺមានការធ្លាក់ចុះជាកំពុងអញ្ចឹងខ្ញុំសូមមិនបកស្រាយទេអ្វីដែលសំខាន់សកម្មភាពជាក់ស្ដែងការសម្ពោធនៅការវឹកវើរួមគ្នាក៏ដូចជាទស្សនៈផ្លិចការរបស់ប្រមុខកម្ពុជារបស់រដ្ឋាភិបាលចិនគឺបញ្ជាក់សពគ្រប់ទៅហើយបាទបើអ្នកមិនយល់ទៀតខ្ញុំមិនដឹងថាបញ្យល់យ៉ាងម៉េចទេ